បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាបាទជាបន្តទៀតជាមួយនឹងព័ត៌មានថ្មីៗបាទទាំងក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសពី Channel Total HD ផងដែរបាទវេលាថ្មនេះគឺខ្ញុំបាទសូមលើកយកបាទតាក់ទងទៅនឹងបញ្ហាព្រំដែនបាទរវាងកម្ពុជានិងថៃបាទតាក់ទងទៅនឹងការវិវត្តថ្មីបាទជាបន្តទៀតបងប្អូនណាបាទលោកអនុទានឆាន់វរកុលគឺមានការបាទភ័យព្រួយបាទមុខស្លេកស្លាំងហើយជាមួយនឹងលោកស៊ីហាស័កភុងខេបកៅបាទក្រោយពេលដែលលោកបានធ្វើការលុបចោលនៅ MOU ឆ្នាំ2001ដែលជាអនុសរណៈនៃការយោគយល់គ្នាឬក៏កិច្ចព្រមព្រៀងតំបន់ត្រួតស៊ីគ្នានៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជាថៃហើយកម្ពុជាបានធ្វើការអត់ធ្មត់ជាច្រើនលើកជាច្រើនសារមកហើយបាទហើយក៏បានផ្ញើលិខិតតវ៉ានានាទៅកាន់ភាគីថៃបាទឲ្យភាគីថៃគោរពទៅតាមច្បាប់អន្តរជាតិដែលមានស្រាប់បាទគឺមិនឲ្យភាគីថៃមានការបំពានឈ្លានពានលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបាទប៉ុន្តែផ្ទុយទៅវិញក្រោមការគ្រប់គ្រងបាទរបស់លោកអនុទានឆាន់វរកុលបាទគឺបំពានគ្រប់យ៉ាងបំពានជារៀងរាល់ថ្ងៃលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបាទឥឡូវគឺថាមុខស្លេកស្លាំងហើយបាទបន្ទាប់ពីថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាបានកោះហៅថ្នាក់ដឹកនាំរបស់ថៃឡើងតុចរចាវេទិកាអន្តរជាតិស្ដីពីនីតិវិធីសមុទ្រដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាបាទគឺថាមុខស្លេកស្លាំងហើយបងប្អូនណាបាទថ្មីនេះលោកអនុទានឆាន់វរកុលបានសម្រេចលុបចោលឬក៏ឈប់ប្រើប្រាស់នៅផែនទីសម័យបារាំងដែលហៅថាមាត្រដ្ឋាន1លើ200,000បាទគឺពិតជាខុសធ្ងន់ណាស់លោកអនុទានឆាន់វរកុលបាទគឺចំនួន2ដងរួចមកហើយរវាងកម្ពុជានិងថៃដែលតុលាការនៅតែប្រកាន់ដាច់ខាតលើមាត្រដ្ឋានផែនទី1លើ200,000ជាឯកសារយោងបាទចំណុចទី2គឺខុសគោលការណ៍សន្តិភាពបន្តព្រំដែនបាទប៉ះពាល់ដល់សន្តិភាពពិភពលោកបាទចំណែកឯទី3គឺធ្វើឲ្យពិភពលោកមើលឃើញថាថៃកំពុងតែដើរចេញពីសន្តិសុខសណ្ដាប់ធ្នាប់អន្តរជាតិប្រឆាំងនឹងធម្មនុញ្ញអន្តរជាតិនិងច្បាប់អាស៊ានផងដែរចំណែកឯទី4គឺបង្ហាញថាប្រទេសថៃកំពុងតែមានភាពអសន្តិសុខនៅក្នុងសង្គមចំណែកឯទី5គឺបង្ហាញថាថៃកំពុងតែទល់ច្រកលើផ្នែកការទូតនិងច្បាប់ដែលតម្រូវឲ្យថៃត្រូវប្រើតែល្បិចបោកប្រាស់និងកម្លាំងយោធាតែប៉ុណ្ណោះទី6បង្ហាញថាថៃជារដ្ឋទំនើងនិងបើចង់កែប្រែពិភពលោកបើចង់កែប្រែប្រវត្តិសាស្ត្រដោយខ្លួនឯងបាទចំណែកឯទី7គឺប៉ះពាល់ដល់សហគមន៍អាស៊ានទាំងមូលផងដែរបាទហើយរឿងកាន់តែធំនោះគឺនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរកុលនិងគ្នាបាទលោកស៊ីហាស័កភុងកេកែវកំពុងតែបង្ហាញពីការជន់ឈ្លីប្រមាថព្រះមហាក្សត្ររបស់ខ្លួនបាទក្បត់នឹងស្ដេចរបស់ខ្លួនហើយដោយបំផ្លាញសមិទ្ធផលរាជវង្សចក្រីដែលខំកសាងជាយូរណាស់មកហើយបាទនេះគឺជាការបំផ្លាញនៅមរតកប្រវត្តិសាស្ត្ររបស់អតីតស្ដេចថៃជល័លង្កនរាមាទី5ដែលខំកសាងយ៉ាងលំបាកទម្រាំបាននៅកិច្ចព្រមព្រៀងជាមួយនឹងប្រទេសបារាំងដែលហៅថាខ្នាតលើ1-200,000បាទដូច្នេះវាមិនមែនជារឿងបាទបញ្ហាព្រំដែនជាមួយនឹងកម្ពុជានោះទេបងប្អូនណាបាទតែវាគឺជារឿងដែលធ្វើឲ្យប្រទេសថៃទាំងមូលកំពុងតែមានសភាពការលិចលង់កាន់តែខ្លាំងនិងកាន់តែអាម៉ាស់នៅលើឆាកអន្តរជាតិបាទអញ្ចឹងគឺថាចាំមើលបាទបន្តទៀតថាតើបន្ទាប់ពីភាគីថៃឡើងតុចរចាជាមួយនឹងកម្ពុជាដោយកម្ពុជាបាទបានរៀបចំរួចរាល់អស់ជាស្រេចហើយជាមួយនឹងអង្គការសហប្រជាជាតិក៏ដូចជាត្រៀមនៅឯកសារប្រវត្តិសាស្ត្រនានាដែលខំកសាងមកជាច្រើនឆ្នាំជាច្រើនសតវត្សមកហើយដើម្បីមកជំរះបញ្ជីជាមួយនឹងភាគីថៃលោកអនុទានឆាន់វរកុលកំពុងតែវ៉ាន់កនឹងរឿងដែលលោកបានលុបចោលនៅ MOU ឆ្នាំ2001ផងជាឯកសារភាគីជាមួយនឹងកម្ពុជាហើយឥឡូវនេះក៏កើតមានប្រតិកម្មជុំវិញទិសពីអ្នកនយោបាយនៅក្នុងប្រទេសថៃនិងអតីតមេដឹកនាំរបស់ថៃបាទមេបកនយោបាយរបស់ថៃបាទក្រោយកម្ពុជាផ្ញើលិខិតផ្លូវការ UN Close ដើម្បីដោះស្រាយគ្នាលើតុចរចាអន្តរជាតិផងដែរបាទអតីតនាយករដ្ឋមន្ត្រីថៃលោកអភិសិទ្ធវេជ្ជជីវ៉ានិងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាននិយាយថាថៃកំពុងតែចាញ់ប្រៀបខាងផ្លូវច្បាប់ហើយកម្ពុជាបានប្រើផែនទីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ខ្នាត1លើ200,000ដែលជាផែនទីស្របច្បាប់មានអន្តរជាតិទទួលស្គាល់បាទចំណែកឯផែនទីខ្នាត1លើ50,000វិញ
គឺយកមកប្រើនៅក្នុងប្រទេសថៃបាទគឺជាផែនទីដែលគូសដោយក្រមទាហានថៃនិងគូសដោយជាឯកតោភាគីតែប៉ុណ្ណោះដោយអន្តរជាតិពុំបានទទួលស្គាល់នោះឡើយបាទឥឡូវគឺថាថៃកំពុងតែវាន់កហើយបងប្អូនណាបាទប្រជាជនដែលមិនដឹងបាទចេះតែស្រែកជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាវរកុលបាទថាគ្មានបារម្ភអ្វីទេដែលតាកតងទៅនឹងតុកចរចា UNCLOS នោះបាទខណៈពេលដែលមន្ត្រីថៃនិងប្រជាជនមួយចំនួនធំបាទកំពុងតែដេកលេងលក់ទៅហើយបាទក្រោយពេលដែលដឹងព័ត៌មានពីអន្តរជាតិនានាធ្វើការចុះផ្សាយបាទតាកតងទៅនឹងតុកចរចានៅ UNCLOS បាទរឿងយន្តការច្បាប់សមុទ្រអន្តរជាតិ UNCLOS នេះបាទគឺជារឿងដែលថៃគ្មានជំរឿសអ្វីក្រៅពីចូលខ្លួនទៅដោះស្រាយជាមួយនឹងភាគីកម្ពុជាទេបាទរយៈពេល21ថ្ងៃត្រូវបាទរោគមេធាវីទៅតបតជាមួយនឹងកម្ពុជាបានហើយប្រសិនបើរោគមិនបានទេបាទ UN អង្គការសហប្រជាជាតិនឹងរៀបចំតែងតាំងជំនួសបាទហើយរឿងដែលថៃចូលរួមឬក៏មិនចូលរួមបាទដំណើរការរឿងក្តីនោះគឺនៅតែបន្តហើយគណៈកម្មការនឹងចេញសេចក្តីសម្រេចកាត់សេចក្តីបាទកំណត់ព្រំដែនសមុទ្រដោយផ្អែកលើភស្តុតាងនានាក៏ដូចជាការអំណះអំណាងពីភាគីកម្ពុជាដោយផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវផងដែរហើយប្រសិនបើថៃមិនព្រមនោះទេតុលាការនិងសហគមន៍អន្តរជាតិនឹងដាក់សម្ពាធនយោបាយនិងការទូតទៅកាន់ប្រទេសថៃបាទរហូតដល់ប្រទេសថៃយល់ព្រមហើយបើទោះជាថៃបង្កសង្គ្រាមយ៉ាងណាក៏ដោយក៏មិនប៉ះពាល់ដល់ដំណើរការ UNCLOS នោះទេបាទថៃមិនបារម្ភទេតែបាទថៃស្លេកស្លាំងស្លន់ស្លោអស់ទៅហើយបាទតាំងពីដឹងថាកម្ពុជាបានដាក់រឿងបាទក្តីដែលតាក់ទងទៅនឹងនីតិវិធីសមុទ្រព្រំដែនសមុទ្រទៅបាទ UNCLOS ប្រជាជនថៃនិងមន្ត្រីថៃដែលដឹងគឺស្ងាត់ឈឹងទៅហើយបងប្អូនណាបាទគឺអស់អួតតែម្ដងបាទគឺបានត្រឹមតែនិយាយគ្នាថាហេតុអ្វីកម្ពុជាធ្វើបែបនេះបាទទើបតែលុបចោល MOU ថ្មីសោះហេតុអ្វីកម្ពុជាប្រញាប់ដាក់រឿងនេះទៅ UNCLOS លឿនម្លេះហេតុអ្វីក៏មិនជជែកគ្នាដោយទ្វេភាគីសិនបាទចឹងគឺថាកម្ពុជាគឺលេងអត់ធ្មត់ហើយបងប្អូនណាដំណាក់កាលនេះហើយកម្ពុជាលេងមែនទែនហើយបាទគឺប្រើមីស៊ីលចុងបិចដើម្បីកំទេចសៀមហើយបាទកម្ពុជាលេងអត់ធ្មត់ទៀតហើយបាទចំណែកឯមេបញ្ជាការភូមិភាគទី2របស់ថៃបាទថ្មីនេះក៏បានចុះធ្វើការត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែនបាទហើយក៏បានប្រាប់ទៅកងទ័ពរបស់ខ្លួនឲ្យត្រៀមលក្ខណៈប្រយុទ្ធក្នុងកម្រិតខ្ពស់ផងដែរបាទយោងទៅតាមសារព័ត៌មានមួយចំនួនចេញពីប្រទេសថៃបានធ្វើការចុះផ្សាយថាឧត្តមសេនីយ៍ឯកវីរយុទ្ធរក្សាសិលបាទឈ្មោះលយណាបងប្អូនណារក្សាសិលតែមិនរក្សាទេគឺថាបាញ់តែម្ដងបាទមេបញ្ជាការភូមិភាគទី2បានចុះផ្ទាល់ទៅកាន់អង្គភាពកិច្ចការពិសេសទី1នៃកងកម្លាំងសរនារីរបស់ថៃដើម្បីត្រួតពិនិត្យក៏ដូចជាត្រៀមលក្ខណៈសម្រាប់កងកម្លាំងនិងយុទ្ធឧបករណ៍នានាព្រមទាំងស្ដាប់នៅបទបញ្ជានិងបញ្ហាប្រឈមនានាដើម្បីលើកកម្ពស់ស្មារតីនិងលើកទឹកចិត្តដល់អ្នកបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែនបាទមេបញ្ជាការភូមិភាគទី2ខាងលើក៏បានសង្កត់ធ្ងន់ផងដែរថាតកតងទៅនឹងការលើកទឹកចិត្តបាទចំពោះកងទ័ពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដើម្បីឲ្យពួកគេបានត្រៀមលក្ខណៈរួចរាល់ទាំងកម្លាំងកាយចិត្តនិងសមត្ថភាពក្នុងការបំពេញបេសកកម្មបាទត្រៀមលក្ខណៈប្រយុទ្ធក៏ដូចជាត្រៀមនៅបទបញ្ជាពីថ្នាក់លើគ្រប់កលៈទេសៈផងដែរបាទអញ្ចឹងគឺថាថៃបន្ទាប់ពីដឹងខ្លួនថាអាចនឹងចាញ់បាទកម្ពុជានៅលើបាទតុចរចាអន្តរជាតិ UNCLOS បាទអញ្ចឹងគឺថាត្រៀមគ្រប់កន្លែងតែម្ដងនៅតាមបន្ទាត់ព្រំដែនបាទត្រៀមយ៉ាងណាយ៉ាងណីកម្ពុជាដល់ពេលកំទេចថៃហើយកំទេចដោយចុងបិចតែម្ដងគឺមិនប្រើអាវុធនោះទេបាទអរគុណណាបងប្អូនបាទយើងជួបគ្នាជាបន្តទៀតជាមួយនឹងព័ត៌មានថ្មីបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណ